ហើយអ្វីបានជាមនុស្សភាគច្រើនអត់ចូលចិត្តថ្ងៃច័ន្ទហើយមកពីកត្តាអីខ្លះបានជាអត់ចូលចិត្តថ្ងៃច័ន្ទតើថ្ងៃច័ន្ទនឹងគ្នាខុសអីចឹងថ្ងៃហ្នឹងថ្ងៃអាទិត្យស្អែកថ្ងៃច័ន្ទអីខ្ញុំចង់ធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនមួយពាក់ព័ន្ធជាមួយនឹងថ្ងៃច័ន្ទសម្រាប់ខ្ញុំពីមុនមកខ្ញុំក៏ជាមនុស្សម្នាក់ដែលអត់ចូលចិត្តថ្ងៃច័ន្ទដូចគ្នាខ្ញុំមានអារម្មណ៍ថាឲ្យទៅដល់ថ្ងៃច័ន្ទគឺ stress ហ្មងគឺធុញហ្មងអត់ចង់ទៅធ្វើការអត់ចង់ទៅរៀនអត់ចង់ទៅធ្វើនេះធ្វើនោះទេពីព្រោះតែខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងតែរស់នៅក្នុងថ្ងៃចុងសប្តាហ៍ថ្ងៃសៅរ៍អាទិត្យហ្នឹងវាកំពុងតែរីករាយជាមួយនឹងថ្ងៃឈប់សម្រាករបស់ខ្ញុំអញ្ចឹងណាហើយធម្មតាថ្ងៃចាប់ផ្ដើមថ្ងៃច័ន្ទគឺជាថ្ងៃចាប់ផ្ដើមនៃសប្តាហ៍អញ្ចឹងយើងត្រូវធ្វើការរំលឹកការងាររបស់យើងឡើងវិញត្រូវធ្វើការប្រមូលការងាររបស់យើងយកមកធ្វើឡើងវិញបើន័យថាយើងត្រូវ restart បើសិនជាការរៀនសូត្រគឺយើងត្រូវទៅរំលឹកមេរៀនរបស់យើងឡើងវិញត្រូវទៅមើលកិច្ចការផ្ទះរបស់យើងឡើងវិញ assignment របស់យើងឡើងវិញអីចឹងទៅអញ្ចឹងពីមុនមកខ្ញុំមានអារម្មណ៍ថាបើសិនជាអាចកាត់បានគឺកាត់ថ្ងៃច័ន្ទនឹងចោលហ្មងអត់ចង់មានថ្ងៃច័ន្ទណារហូតដល់មានពេលមួយខ្ញុំគិតថាបើសិនជាអត់មានថ្ងៃច័ន្ទក៏វាបើអធិស្ឋានបើសិនជាអត់មានថ្ងៃច័ន្ទទេបើសិនជាមានថ្ងៃច័ន្ទទេក៏វាមានថ្ងៃអង្គារដែរហើយក៏វាអត់អាចមានថ្ងៃសៅរ៍អាទិត្យឲ្យខ្ញុំអាចឈប់សម្រាកបានដែរអញ្ចឹងខ្ញុំចាប់ផ្ដើមកលេចទៅមើលថ្ងៃច័ន្ទវិញខ្ញុំថាហេតុអីក៏យើងអត់ចូលចិត្តថ្ងៃច័ន្ទតើវាមកពីកត្តាអីខ្លះពេលហ្នឹងខ្ញុំបានទៅ observe មើលខ្លួនឯងជាកត្តាចម្បងដែលខ្ញុំអត់ចូលចិត្តថ្ងៃច័ន្ទហ្នឹងគឺជាថ្ងៃដែលខ្ញុំត្រូវចាប់ផ្ដើមប្រមូលការងារកិច្ចការ assignment ឬក៏ការងារនៅកន្លែងធ្វើការអីហ្នឹងយកមកធ្វើឡើងវិញអញ្ចឹងបានន័យថាសរុបមកវិញទៅខ្ញុំមិនមែនអត់ចូលចិត្តថ្ងៃច័ន្ទទេខ្ញុំអត់ចូលចិត្តការចាប់ផ្ដើមអញ្ចឹងពាក្យថាចាប់ផ្ដើមមួយម៉ាត់គឺវាអត់ស្រួលទេវាមានចំណុចច្រើនវាមានអីដែលយើងត្រូវរៀនច្រើនយើងត្រូវសិក្សាស្វែងយល់ច្រើនបើសិនជាឧទាហរណ៍ថានៅកន្លែងការងារវិញយើងចាប់ផ្ដើមចូលធ្វើការកន្លែងមួយហ្នឹងយើងត្រូវធ្វើការទៅមើលគោលនយោបាយទៅមើលលក្ខខណ្ឌទៅមើលការងាររបស់យើងត្រូវប្រឈមមុខជាមួយនឹងការធ្វើខុសជាមួយនឹងការស្ដីបន្ទោសជាមួយនឹងការពិន័យយើងត្រូវប្រឈមមុខជាមួយមនុស្សថ្មីយើងត្រូវប្រឈមមុខជាមួយនឹងការសួរគេទៅលើការងារដែលយើងអត់ចេះនិយាយទៅគឺយើងប្រឈមមុខជាមួយនឹងការងារច្រើនណាអញ្ចឹងបានភាគច្រើននៅកន្លែងធ្វើការគេឲ្យ probation ហ្នឹងបានន័យថាគឺជារយៈពេលនៃការសាកល្បងការងារកន្លែងខ្លះគេដាក់3ខែកន្លែងខ្លះគេដាក់6ខែឬក៏អីអញ្ចឹងទៅព្រោះដោយសារគេចង់ដឹងពីអភ័យធានការអត់ធ្មត់របស់យើងនឹងបានកម្រិតណាហើយយើងជាប្រភេទមនុស្សបែបម៉េចយើងចូលចិត្តនៅក្នុងការដែលទៅសិក្សាស្វែងយល់ពីការងារកន្លែងការងារមួយហ្នឹងឬក៏យើងពេញចិត្តឬក៏យើងចូលចិត្តឬក៏អត់អញ្ចឹងអ្នកទាំងអស់គ្នាត្រូវយល់ពីអត្ថន័យនៃ probation ហ្នឹង probation កន្លែងការងារហ្នឹងណាសរុបមកវិញនៅពេលដែលខ្ញុំបានស្វែងយល់ពាក់ព័ន្ធជាមួយនឹងថ្ងៃច័ន្ទខ្ញុំក៏បានចាប់ផ្ដើមគិតរំលឹកខ្លួនឯងតាមពិតទៅថ្ងៃច័ន្ទមិនមែនជាថ្ងៃដែលអាក្រក់ទេមិនមែនជាថ្ងៃដែលដូចអ្វីដែលយើងមានចិត្តយើងតែងតែគិតតែងតែសម័យថាថ្ងៃច័ន្ទមកដល់ហើយជាថ្ងៃដែលខ្ញុំ stress ជាថ្ងៃដែលខ្ញុំធុញឬក៏អីចឹងទៅអញ្ចឹងត្រឡប់មកវិញខ្ញុំបានគិតថាតាមពិតទៅបើសិនជាថ្ងៃច័ន្ទចំណុចចាប់ផ្ដើមហ្នឹងខ្ញុំត្រូវតែប្រឹងប្រែងឲ្យខ្លាំងខ្ញុំត្រូវតែរៀបចំការងាររបស់ខ្ញុំហ្នឹងឲ្យវាបានល្អខ្ញុំត្រូវតែសិក្សាស្វែងយល់ពីអ្វីដែលខ្ញុំត្រូវធ្វើយើងរៀបចំការងាររបស់យើងឲ្យមានរបៀបរបបលំដាប់លំដោយរហូតដល់ដែលពេលមួយដែលខ្ញុំគិតថានៅពេលដែលខ្ញុំរៀបចំថ្ងៃច័ន្ទជាថ្ងៃចាប់ផ្ដើមនឹងបានល្អនៅពេលដែលថ្ងៃសុក្រខ្ញុំមានអារម្មណ៍ថាការងាររបស់ខ្ញុំវាអត់សពាក់សពិនគ្នាអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថានៅពេលដល់ថ្ងៃសុក្រគឺជាថ្ងៃដែលខ្ញុំ relax ហ្មងជាថ្ងៃខ្ញុំសម្រាកហ្មងហើយនៅពេលដែលថ្ងៃសៅរ៍អាទិត្យយើងបាន enjoy ជីវិត weekend របស់យើងខ្ញុំអត់មានអារម្មណ៍ថាខ្ញុំតានតឹងខ្ញុំសុញជាមួយនឹងការងារត្រូវធ្វើនៅថ្ងៃច័ន្ទឬក៏ការងារកាតព្វកិច្ចផ្សេងៗដែលត្រូវបំពេញនៅថ្ងៃច័ន្ទហ្នឹងឯងព្រោះខ្ញុំដឹងថានៅពេលដែលដល់ថ្ងៃច័ន្ទមកដល់គឺខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយខ្ញុំត្រៀមខ្លួននៅក្នុងការបំពេញការងារមួយហ្នឹងខ្ញុំរៀបចំផែនការនៃការងាររបស់ខ្ញុំ schedule របស់យើងមានជាក់លាក់មានអីចឹងទៅខ្ញុំមិនមានអារម្មណ៍ថាថ្ងៃច័ន្ទជាថ្ងៃដែលត្រូវមានសម្ពាធជាងគេប៉ុន្តែខ្ញុំមានអារម្មណ៍ថា
ថ្ងៃច័ន្ទគឺជាថ្ងៃចាប់ផ្ដើមមួយដ៏ល្អពេញមួយសប្តាហ៍ព្រោះនៅពេលដែលយើងចាប់ផ្ដើមរៀបការវិភាគការធ្វើការរបស់យើងឲ្យបានល្អពីថ្ងៃច័ន្ទហ្នឹងទៅថ្ងៃអង្គារថ្ងៃពុធថ្ងៃពហុថ្ងៃសុក្រយើងមានអារម្មណ៍ថាការងាររបស់យើងវាអត់គេហៅថាវានៅជាន់គ្នាអ្នកទាំងអស់គ្នាយើងបំពេញការងាររបស់យើងបានល្អព្រោះយើងដឹងថាថ្ងៃច័ន្ទយើងត្រូវធ្វើអីថ្ងៃអង្គារយើងត្រូវធ្វើអីថ្ងៃពុធយើងត្រូវធ្វើអីអញ្ចឹងអត់មានថ្ងៃណាមួយដែលខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចង់ទៅធ្វើការខ្ញុំ stress ឬក៏ខ្ញុំអត់ចង់បំពេញកាតព្វកិច្ចការងារខ្លួនឯងទេអញ្ចឹងអ្វីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងមនុស្សភាគច្រើនបូករួមទាំងខ្ញុំម្នាក់ដែរយើងមិនមែនស្អប់ថ្ងៃច័ន្ទទេប៉ុន្តែយើងស្អប់ការចាប់ផ្ដើមអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រូវស្វែងយល់ពីចំណុចចាប់ផ្ដើមហ្នឹងពីការចាប់ផ្ដើមរបស់យើងថាហេតុអីបើយើងអត់ចូលចិត្តការចាប់ផ្ដើមព្រោះដោយសារតែយើងអត់បានរៀបចំកាលវិភាគការងាររបស់យើងឲ្យបានល្អយើងបានរៀបចំកាលវិភាគនៃការរៀនការធ្វើ assignment homework ផ្សេងៗរបស់យើងនឹងអត់បានល្អឬក៏យើងអត់បានរៀបចំវាអញ្ចឹងឲ្យតែយើងគិតថាដល់ថ្ងៃច័ន្ទយើងគិតថាយើងត្រូវធ្វើការពេញមួយសប្តាហ៍ហ្មងយើងត្រូវរៀនពេញមួយសប្តាហ៍ហ្មងយើងត្រូវតែធ្វើនេះធ្វើនោះនឹងរយៈពេល5ថ្ងៃនឹងជាប់គ្នាហ្មងអញ្ចឹងហើយបានវាធ្វើឲ្យចិត្តរបស់យើងមានអារម្មណ៍ថាអូអញស្អប់ថ្ងៃច័ន្ទខ្លាំងមែនតើអញ្ចឹងយោងតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបកន្លងមកហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវបែងចែកការងារបែងចែកអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើពេញមួយសប្តាហ៍ហ្នឹងដើម្បីដឹងថាអូថ្ងៃច័ន្ទខ្ញុំធ្វើតែប៉ុណ្្នេះទេថ្ងៃច័ន្ទខ្ញុំត្រូវបំពេញការងាររបស់ខ្លួនឯងតែប៉ុណ្្នេះទេការងាររបស់ខ្ញុំសល់ពីសប្តាហ៍មុនមកហ្នឹងខ្ញុំត្រូវបំពេញនៅថ្ងៃច័ន្ទឬក៏ឆ្លងដល់ថ្ងៃអង្គារប៉ុណ្្នេះឬក៏មិនចឹងទៅការរៀបចំកាលវិភាគខ្លួនឯងអ្នកទាំងអស់គ្នាដែលគេហៅថា planning ណា planning schedule អ្នកទាំងអស់គ្នាអញ្ចឹងវាធ្វើឲ្យជីវិតរបស់យើងវាអត់តុកស្អីទេវាអត់មានអារម្មណ៍ថាការងារទាំងអស់ហ្នឹងយើងត្រូវបំពេញឲ្យហើយក្នុងមួយថ្ងៃទេឬក៏យើងអត់ស្លន់ជាមួយនឹងការងាររបស់យើងឬក៏មានកត្តាផ្សេងៗទៀតអញ្ចឹងទៅអ្នកទាំងអស់គ្នាអញ្ចឹងត្រឡប់មកវិញបាទសរុបអ្វីដែលខ្ញុំចង់លើកយកមកជជែកនៅថ្ងៃហ្នឹងគឺព្រឹកថ្ងៃច័ន្ទម្ដងទៀតស្អែកគឺដល់ថ្ងៃច័ន្ទឯអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាស្ដាប់វីដេអូនេះទៅកុំមានអារម្មណ៍ថា stress ជាមួយនឹងថ្ងៃច័ន្ទទី1គឺអ្នកទាំងអស់គ្នាត្រូវកលេចមើលថាបើសិនជាអត់មានថ្ងៃច័ន្ទទេវាអាចមានថ្ងៃអង្គារទេវាអាចមានថ្ងៃពុធថ្ងៃពហុថ្ងៃសុក្រថ្ងៃសៅរ៍អាទិត្យឲ្យអ្នកទាំងអស់គ្នាសម្រាកទេបើអត់មានការចាប់ផ្ដើមអ្នកទាំងអស់គ្នាអាចឈរនៅចំណុចមួយដូចបច្ចុប្បន្ននឹងទេបើអត់មានការចាប់ផ្ដើមអ្នកទាំងអស់គ្នាអត់អាចប្រឡងជាប់ទេអ្នកទាំងអស់គ្នាអាចឡើងថ្នាក់បានទេអ្នកទាំងអស់គ្នាអត់អាចខ្លាយទៅជាមនុស្សម្នាក់នឹងកំពុងតែឈរនៅចំណុចមួយនឹងបានទេគ្រប់យ៉ាងការចាប់ផ្ដើមវាអត់ងាយស្រួលទេការចាប់ផ្ដើមគឺវាពិបាកយើងត្រូវរៀនទទួលស្គាល់កន្លែងហ្នឹងប៉ុន្តែកុំទន្ទឹមនឹងការពិបាកហ្នឹងសួរថាតើយើងគឺជាមនុស្សដែលចេះរៀបចំផែនការនៃការចាប់ផ្ដើមនឹងបែបម៉េចបើយើងរៀបចំបានល្អរៀបចំច្បាស់លាស់ពិតណាស់ការដែលយើងដើរទៅតាម plan ផែនការរបស់យើងនោះក៏វាអត់ស្មុគស្មាញដែរអញ្ចឹងយើងអត់មានអារម្មណ៍ថាយើងស្អប់ជាមួយនឹងការចាប់ផ្ដើមទេទី2ការចាប់ផ្ដើមវាមានរាល់ថ្ងៃអ្នកទាំងអស់គ្នាការចាប់ផ្ដើមវាមានគ្រប់ពេលវេលាឧទាហរណ៍ថាយើងចាប់ផ្ដើមអានសៀវភៅមួយក្បាលនឹងយើងចាប់ផ្ដើមធ្វើការងារថ្មីមួយដែលមេដាក់ឲ្យយើងចាប់ផ្ដើមរៀនសូត្រមុខវិជ្ជាថ្មីមួយដែលយើងអត់ធ្លាប់រៀនពីមុនមកចុះការចាប់ផ្ដើមវាមានគ្រប់ពេលវេលាអញ្ចឹងយើងក៏គិតថាការចាប់ផ្ដើមវាពិបាកយើងត្រូវរៀនទទួលស្គាល់ថាការចាប់ផ្ដើមគឺជាចំណុចគឺជាស្ពានដែលឲ្យយើងអាចដើរឆ្លងទៅចំណុចបន្ទាប់ទៀតបានអញ្ចឹងការផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងវាបានជួយខ្ញុំច្រើនមែនទែនអ្នកទាំងអស់គ្នារហូតមកដល់ពេលឥឡូវនេះខ្ញុំមិនដែលមានអារម្មណ៍ថាខ្ញុំស្អប់ថ្ងៃច័ន្ទឬក៏ថ្ងៃអង្គារទេព្រោះខ្ញុំដឹងថាថ្ងៃច័ន្ទខ្ញុំត្រូវធ្វើអីដើម្បីថ្ងៃអង្គារខ្ញុំអាចបំពេញការងារអីឲ្យបានល្អជាងនឹងថ្ងៃពុធខ្ញុំមានកាលវិភាគធ្វើអីរហូតដល់ថ្ងៃសុក្រខ្ញុំឃ្លាការងាររបស់ខ្ញុំបែបម៉េចដើម្បីកុំឲ្យអាទិត្យក្រោយថ្ងៃច័ន្ទហ្នឹងខ្ញុំសល់ការងាររបស់ខ្លួនឯងច្រើនវា over deadline វាអីចឹងទៅថ្ងៃសៅរ៍អាទិត្យខ្ញុំឈប់សម្រាកពោពេញទៅដោយការសប្បាយចិត្តអ្នកទាំងអស់គ្នាអត់ stress ជាមួយនឹងការងារបន្ទាប់ទេហើយក៏ខ្ញុំអត់ត្រូវបន្ទាន់ការងាររបស់ខ្លួនឯងដែរអូខេអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទៅកាន់បងទាំងអស់គ្នាគឺកុំទុកសិចជាមួយនឹងថ្ងៃច័ន្ទប៉ុន្តែត្រូវរៀនផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងឡើងវិញត្រូវរៀនទទួលស្គាល់នៃការចាប់ផ្ដើមហើយបើសិនជាយើងធ្វើវាបានល្អហើយយោងតាមបទពិសោធន៍របស់យើងនឹងយើងអាចធ្វើការងារពេលក្រោយឬក៏ចាប់ផ្ដើមធ្វើអីមួយថ្មីផ្សេងទៀតយើងមានអារម្មណ៍ថាយើងអត់មានអារម្មណ៍ថា stress ទេយើងមានអារម្មណ៍ថាវាពិបាកទេព្រោះយើងបានឆ្លងកាត់បទពិសោធន៍នឹងហើយយើងឆ្លងកាត់ការរៀបចំកាលវិភាគរបស់ខ្លួនឯងហើយបំពេញតួនាទីការងាររបស់ខ្លួនឯងល្អហើយយើងធ្វើអីមួយទៀតក៏វារលូនទៅតាមនឹងដែរអ្នកទាំងអស់គ្នាទោះបីជាវាមិនបានល្អ perfect តែ at least ក៏យើងដឹងថាយើងត្រូវធ្វើអីដែរមែនអត់អ
អញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនហើយបើចូលចិត្តកុំភ្លេចជួយ subscribe channel របស់ខ្ញុំមួយផងហើយវីដេអូ channel podcast ក្រោយខ្ញុំនឹងស្វែងយល់ពីប្រធានបទអីថ្មីៗបន្ថែមទៀតឆ្លងតាមការបទពិសោធន៍ឆ្លងតាមការ research អីអញ្ចឹងទៅដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមិនមែនជាបុគ្គលជោគជ័យទេអ្នកទាំងអស់គ្នាខ្ញុំក៏មិនមែនជាមនុស្សដែលយើងហៅថាជាអ្នកនិពន្ធមានស្នាដៃមានអីដែរខ្ញុំជាមនុស្សទូទៅធម្មតាដូចបងប្អូនទាំងអស់គ្នាទេគ្រាន់តែថាខ្ញុំចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាយោងទៅតាមបទពិសោធន៍ដែលខ្ញុំធ្លាប់រៀនពីមុនមកហើយពីមុនមកខ្ញុំចូលចិត្តស្ដាប់មែនតើអ្នកដែលគាត់ចែករំលែកបទពិសោធន៍ខ្លួនឯងអ្នកដែលគាត់ទោះបីជាគាត់មិនមានគេហៅថាស្នាដៃនៅក្នុងសង្គមគាត់មិនមែនជាជនល្បីគាត់ជាអីក៏ដោយប៉ុន្តែការចែករំលែកបទពិសោធន៍របស់គាត់វាធ្វើឲ្យយើងអាចឆ្លុះបញ្ចាំងពីទស្សនវិជ្ជានៅក្នុងសង្គមហើយបើមនុស្សម្នាក់ហ្នឹងគាត់ជាគ្រឿងហៅតែការចែករំលែកបទពិសោធន៍សាមញ្ញរបស់គាត់ហ្នឹងពេលដែលយើងស្ដាប់ទៅយើងមានអារម្មណ៍ថាខ្ញុំមិនដែលយកចិត្តទុកដាក់ជាមួយនឹងការនិយាយការចែករំលែកពីមុនមកតែពិតទៅវាមានអត្ថប្រយោជន៍ច្រើនណាស់អ្នកទាំងអស់គ្នាអញ្ចឹងហើយបានជាខ្ញុំគិតថាខ្ញុំជាមនុស្សទូទៅធម្មតាដូចបងប្អូនទាំងអស់គ្នាដែរអញ្ចឹងការចែករំលែកមួយចំនួនវាអាចមានអត្ថប្រយោជន៍ទៅកាន់បងប្អូនមួយចំនួនដែលគាត់ជាពិសេសក្មេងៗមិនខ្ញុំតែងតែលើកឡើងថាវាមានប្រយោជន៍ទៅកាន់ក្មេងៗបងប្អូនដែលគាត់ទៅតែរៀនចប់ឬក៏គាត់មានអាយុនៅក្រោមខ្ញុំអញ្ចឹងណាគាត់ដែរឆ្លងកាត់អានឹងពីមុនមកហើយអញ្ចឹងតាមការស្ដាប់ហ្នឹងគឺវាអាចឆ្លោះបញ្ចាំងឲ្យគាត់មើលឃើញពីរូបភាពហ្នឹងមុនគាត់អាចត្រៀមខ្លួនគាត់អាចយកទៅ apply នៅក្នុងជីវិតរបស់គាត់ឬក៏អីអញ្ចឹងទៅអរគុណច្រើនជួបគ្នាវីដេអូក្រោយអ្នកទាំងអស់គ្នាបាយបាយ